đây cho nên là nâng ca bình chật nâng kết tha vây đồng óc nếu không lô cứ mình miền ở vây để chỉ là rạc lâm xa thầm ra dương tê tục nia đồng óc và này dây pi rú cứ chia là bọc cục thôi và này dây pi vê tình ý cứ ca sao nữa làm nâng có pi chạp bát rồi lốt từ bình nè ai thành nhà song kha bình nhiên nâng có sất sân thay chia là bọc ấp bàn ca chia là bọc ất rạc lâm xa đồng o đối chứ này miền tại dương nâng nghĩa mà đọc thô lúc nia đồng o ca đại bàn nghĩa một đọc thô hai có bàn khơi nêu ca bật chạy sạch đành này sụp hiu vẹ tương lai cần buông tại miền cả cao lại một hơi nâng rồi lút từ bên chỉ thòm mà đà bật để ọt miền cả to ba phải chăng trong sneh ấy bàn tê đôi khi sụp hiu vẹ để trâu rồi lút cứ việc trâu tại rồi lút nâng ai chẳng miền ấy từ khăn chiêng ca rồi lột nâng tự tiết rồi ca rồi lột cả bài thứ y ní vì miền cầm lăng á vì thưa ai rồi lột to tại bàn vì thưa ai vì nế to tại bàn rồi lột rồi có vì nế rồi có slap rồi có bài thứ y ấy ní vì thật để chỉ rương ca ốc tư xôn tư này xong kha nâng ấy đòi ớt miên nè na từ to và vô sneh ấy chỉ mùi nâng xong kha bàn thế nè miên nè cro nu cơm thọt khăn soi sát ấy nu tê vật đa prom vật đào thế này ớt miên nè na từ vô sneh xong kha rồi thua bàn thếព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឃើញហេតុដូច្នេះហើយទើបព្រះអង្គទ្រង់មិនជាបុគ្គលអាឡោះអាល័យនៅក្នុងโลกនេះហើយព្រះអង្គបានរកនៅផ្លូវចេញចាកโลกរកនៅផ្លូវដើម្បីដល់នៅទីបំផុតពោលគឺព្រះនិព្វានគឺព្រះអង្គទ្រង់បានសម្រេចនៅផ្លូវនោះហើយព្រះអង្គទ្រង់បានដល់ត្រើយគឺព្រះនិព្វានដែលអត់មានការត្រឡប់ក្រោយមករកលោកនេះមករកសេចក្តីវិនិច្ឆ័យសេចក្តីប្រែប្រួលអីទៀតទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឃ្លាតឆ្ងាយពីត្រៃភពនឹងព្រះអង្គទ្រង់ឃ្លាតឆ្ងាយផុតទៅដោយអត់មានសេចក្តីអាឡោះអាល័យតិចបន្តួចនៅក្នុងត្រៃភពនេះឡើយគឺកើតមកអំពីបតីឬក៏ព្រះបញ្ញាញាណរបស់ព្រះអង្គនឹងបានឃើញលោកនេះតាមពិតឃើញលោកនេះជាសច្ចៈធម៌ប៉ុណ្ណាដោយសូនចាក់សត្វបុគ្គលទូខ្លួនហើយសភាវៈទាំងឡាយទាំងពួងដែលសូនចាក់សត្វបុគ្គលទូខ្លួនមានខណ្ឌអាយតនៈនឹងមិនទៀងជាទុកទៅទៀតលហើយអត់មានរឿងអីត្រូវទៅជាប់ជំពាក់វៈវិនអីទេព្រះអង្គក៏ទ្រង់ជាបុគ្គលស្រាលទៅជាបុគ្គលដែលទំនេរមិនលំបាកព្រោះសង្ខារបែកធ្លាយមិនត្រេកអរចំពោះសង្ខារដែលកើតព្រះអង្គទៅជាបុគ្គលមិនខ្វល់ខ្វាយជាមួយនឹងសង្ខារធម៌ព្រោះព្រះអង្គបានជ្រាបនៅសង្ខារធម៌នឹងអញ្ចឹងហើយហើយប្រតិរបស់ព្រះអង្គអ
អត់មាននៅក្នុងសង្ខារព្រះតីរបស់ព្រះអង្គកាលដែលព្រះអង្គទ្រង់គង់បច្ចុប្បន្ននៅតែងតែចូលនិរោធសមាបត្តិរឿយឬក៏ចូលផលសមាបត្តិរឿយឬក៏ចូលឈានសមាបត្តិរឿយជាពិសេសផលសមាបត្តិនិរោធសមាបត្តិនឹងព្រះអង្គទ្រង់ចូលសង្ងំនៅក្នុងសមាបត្តិធម៌ដល់ប្រពៃនឹងរឿយដែលអត់មានយកបតីទុកដាក់ទៅនឹងព្រះរិហុលឬក៏ថាទៅជាមួយនឹងបរិស័ទណាទាំងអស់ណាព្រះអង្គទ្រង់មានបតីស្ងប់ទៅថ្មីត្បិតបើអធិស្ឋានរបស់ព្រះអង្គមានសេចក្តីព្យាយាមក្នុងការសម្ដែងព្រះធម៌យើងមើលទៅព្រះពុទ្ធកិច្ច45ព្រះវស្សាស្ដាប់មើលទៅគឺព្រះអង្គហាក់បីដូចជានឿយណាស់ព្រះអង្គហាក់បីដូចជានឿយលំបាកប្រឹងប្រែងព្យាយាមណាស់ដូចជាយាងទៅប្រោសអលវកយៈឬក៏ប្រោសអង្គុលីមីអីហ្នឹងយើងមើលទៅព្រះអង្គដូចជាមានសេចក្តីទុក្ខលំបាកតែនេះមិនមែនទុក្ខលំបាកដល់បតីរបស់ព្រះអង្គធ្វើឲ្យព្រះអង្គចង្អៀតចង្អល់ធុញថប់លំបាកសពទៅរឿងចង់ប្រោសសត្វឲ្យធ្វើឲ្យព្រះអង្គលំបាកខ្លួនឯងលំបាកដល់ចិត្តរបស់ព្រះអង្គទៀតអត់មានទេតែជាព្រះអធិស្ឋានដែលព្រះអង្គបំពេញមក4អសង្ខ័យមួយសែនផែនដីហ្នឹងអធិស្ឋានដើម្បីប្រោសសត្វសម្ដែងធម៌យើងមើលទៅព្រះអង្គដូចជាអត់មានពេលទំនេរទេពេលព្រឹកស្ដេចយាងបណ្ឌបាថ្ងៃរសៀលអីព្រះអង្គសម្ដែងធម៌ល្ងាចសម្ដែងធម៌ទៀតយប់សម្ដែងធម៌ទៀតហ្នឹងហើយសម្ដែងធម៌ដល់បរិស័ទផងភិក្ខុផងយប់នឹងដល់ទេវតាអញ្ចឹងទៅសិតតែរឿងសម្ដែងធម៌ទាំងអស់គ្រាន់តែដូរបុគ្គលមកស្ដាប់ធម៌ប៉ុណ្ណឹងទៅទេពេលព្រឹកពេលខ្លះក៏ព្រះអង្គសម្ដែងធម៌ពេលទៀបភ្លឺផុតពីការសម្ដែងធម៌មនុស្សខោសង្ឃអីហ្នឹងត្រឡប់ទៅកាន់ទីកន្លែងហើយព្រះអង្គតែងតែពិចារណាមើលសត្វដែលមាននិស្ស័យគួរត្រាស់ដឹងនឹងមិនគួរត្រាស់ដឹងនឹងជាងមើលទៅហាក់បីដូចជាព្រះអង្គពឹងប្រែងដើម្បីបានស្អីមកវិញដូចជាអ្នករកមុខរបរទទួលទានចិញ្ចឹមជីវិតអីចឹងទៅអ្នកធ្វើស្រែធ្វើចំការធ្វើចំនួនអីហ្នឹងមើលទៅហត់នឿយហ្នឹងហើយទាំងព្រឹកទាំងថ្ងៃទាំងល្ងាចទាំងយប់ហ្នឹងហត់នឿយគិតគូរបូកបញ្ជីតូចធំចំណូលចំណាយអីទាំងអស់ហ្នឹងគឺថាគិតគូណាស់ហើយព្រះសម្មាសម្ពុទ្ធក៏របៀបនឹងដែរប៉ុន្តែព្រះអង្គមិនដូចជាអ្នកជំនួញមិនដូចជាអ្នកកសិកម្មធ្វើស្រែធ្វើចំការទេគឺព្រះអង្គទ្រង់មានប្រតិស្ងប់ស្ងាត់អត់មានលំបាកថាសម្ដែងធម៌នឹងគេអត់ស្ដាប់ព្រះអង្គទ្រង់លំបាកប្រតិហើយបើគេស្ដាប់ច្រើនហើយព្រះអង្គអណាស់សប្បាយណាស់ទៅកាន់ទីណាហើយមានបរិស័ទនឹងគោរពបូជាព្រះអង្គទ្រង់សប្បាយទៅទីណាអត់មានអ្នកណាគោរពបូជាព្រះអង្គទ្រង់លំបាកអត់ទេព្រះសម្មាសម្ពុទ្ធមានប្រតិស្មើគ្រប់ទីកន្លែងទាំងអស់ទាំងបណ្ដាហើយព្រះអង្គទ្រង់បំពេញនៅព្រះពុទ្ធកិច្ចទាំងឡាយទាំងពួងនឹងមើលទៅញឹកញាប់ហើយនឿយប៉ុន្តែប្រតិរបស់ព្រះអង្គអត់មាននឿយទេណាអត់មាននឿយអត់មានលំបាកទៅជាតោមនោះទៅជាចង្អៀតចង្អល់ហើយការប្រឹងប្រែងខ្លាំងពេកទៅជារឿងចង្អៀតចង្អល់ណាលំបាកចិត្តព្រោះតែចង់ជួយដល់សត្វទាំងឡាយទាំងពួងបែរជាព្រះអង្គទ្រង់លំបាកដូចជាមនុស្សយើងធម្មតាចឹងណាពេលដែលយើងចង់ជួយគេពេកវាទៅជាលំបាកខ្លួនឯងព្រោះគេវាមិនបានយល់ចិត្តយើងថាយើងចង់ជួយគេហើយគេមិនយល់ចិត្តហ្នឹងហើយដល់គេមិនយល់ចិត្តនឹងយើងលំបាក
dương chẳng chui cái sao ra cái mình vô chật dương vẫn cao từ kia chật khăn từ vinhผมนองទីមួយថាចង់ជួយដល់គេអត់ដឹងចិត្តខ្លួនឯងថាចង់ជួយគេស្អប់ទៅស្អប់គេវិញលែងចង់ជួយអាហ្នឹងជាចិត្តទូទៅរបស់បុគ្គលជនហ្នឹងអញ្ចឹងហើយដល់ទៅព្រះសម្មាសម្ពុទ្ធមិនអញ្ចឹងទេពរិសត្យមសារថេព្រះអង្គទ្រង់ទូមានដល់បរោះបុគ្គលដែលមានឧបនិស្ស័យគួរនឹងទូមានបានអត់មានប្រតិថាត្រូវទូមានអ្នកដែលអត់មាននិស្ស័យអីទេព្រះអង្គទ្រង់មានពញាតដឹងអស់ហើយអ្នកណាមាននិស្ស័យអាចស្ដាប់ព្រះធម៌របស់ព្រះអង្គបានក៏សំដែងទៅបើអត់មាននិស្ស័យទេក៏អត់ទៅណាអត់មានបង្ខិតបង្ខំអ្នកណាមួយឲ្យធ្វើទានឲ្យរក្សាសិលឲ្យចូលមកសាសនារបស់ព្រះអង្គអីអត់ទេគ្រាន់តែនិស្ស័យរបស់បុគ្គលនោះមិនតាន់គ្រប់គ្រាន់មិនតាន់បានស្ដាប់ធម៌ព្រះអង្គសំដែងធម៌ឲ្យស្ដាប់ហើយនៅពេលដែលបានបុគ្គលនោះយល់ហើយគឺថាអ្នកនឹងចូលកាន់សាសនាដោយខ្លួនឯងមិនមែនជាការចូលដោយការបង្ខំណាការបង្ខំការសម្លុតគម្រាមកំហែងថាអ្នកឯងត្រូវតែចូលសាសនាតថាគតនឹងទៅអត់ទេតែព្រះអង្គទ្រង់បង្ហាញការពិតបង្ហាញការពិតផ្លូវទាំងឡាយទាំងពួងមានផ្លូវទៅកាន់អបាយភូមិផ្លូវទៅកាន់ឋានមនុស្សឋានទេវតាឋានព្រហ្មនិងផ្លូវទៅកាន់ព្រះនិព្វានព្រះអង្គទ្រង់បានបង្ហាញនៅមេគាទាំងឡាយទាំងពួងហើយអ្នកណាយល់ថាម៉េចក៏យល់ទៅតាមការដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងប្រោសប្រាប់អីហើយគឺជាការរួចរាល់សម្រាប់ព្រះអង្គហើយហ្នឹងហើយអ្នកខ្លះក៏ជ្រះថ្លាទៅពេញចិត្តទៅអ្នកខ្លះក៏មិនសប្បាយទៅដោយសារតែអត់មាននិស្ស័យជាមួយនឹងធម៌របស់ព្រះអង្គហ្នឹងបែរជាចំទាស់ជាមួយនឹងសច្ចធម៌ដែលព្រះអង្គទ្រង់ប្រកាសអំពីសភាពមិនទៀងជាទុក្ខជាអនត្តាជាដើមហ្នឹងក៏លំបាកចិត្តហើយព្រះអង្គសម្ដែងធម៌ហ្នឹងគឺថាឲ្យយើងអស់ចិត្តអស់អារម្មណ៍ឲ្យយើងនឹងបាក់ទឹកចិត្តអីចឹងទៅហ្នឹងហើយដោយសារការដែលមិនយល់នឹងចេះតែចោទប្រកាន់ក្នុងពុទ្ធសាសនាឬក៏ចោទទៅលើព្រះពុទ្ធឱវាទនឹងយ៉ាងនេះយ៉ាងនោះមានប្រការផ្សេងផ្សេងដែលអត់បានយល់អំពីសច្ចធម៌ហើយអ្នកដែលបានយល់នឹងក៏គេនាំគ្នាស្ដាប់នាំគ្នារៀនជ្រះថ្លាមែនតែនរហូតដល់គោរពបូជាពេលដែលនឹកដល់ព្រះអង្គពេលណាហើយបៃតេបាមកជានឹងកើតឡើងប្រកបដោយចិត្តសន្តានរបស់បុគ្គលនោះព្រោះបានដឹងថាមានតែព្រះសម្មាសម្ពុទ្ធទេទើបព្រះអង្គបង្ហាញការពិតបានហើយមានតែព្រះអង្គទេដែលព្រះអង្គទ្រង់បានឃើញផ្លូវហើយសម្ដែងនៅផ្លូវទៅកាន់ទីរំលត់ទុកនឹងបានមានតែព្រះសម្មាសម្ពុទ្ធនឹងទៅទេបានយល់ដឹងហើយក៏ជ្រះថ្លារហូតដល់ព្រះអង្គបរិនិព្វានទៅនាំគ្នាកសាងព្រះពុទ្ធរូបព្រះពុទ្ធបដិមាអំពីមាសអំពីស៊ីម៉ង់អំពីថ្មអំពីឥដ្ឋអំពីដែកអំពីស្ពាន់អំពីរបស់មានតម្លៃពេជ្ររតនវត្ថុអីសពគ្រប់ទាំងអស់តាមសមត្ថភាពកសាងមានតូចមានធំអញ្ចឹងទៅគណៈបីលបាញនៅក្នុងស្រុកខ្មែរស្រុកថៃភូមិមាសេរីលង្កាហើយនឹងមានព្រះពុទ្ធបដិមាធំក្នុងសួនក្នុងអីគេធ្វើជាទីសក្ការៈបូជាស្វ័យស្បិតបើព្រះអង្គបរិនិព្វានទៅតែគេស្គាល់ថាបុគ្គលណាគឺព្រះសម្មាសម្ពុទ្ធនឹងគឺព្រះអង្គទ្រង់សម្ដែងនៅសច្ចធម៌ព្រះអង្គទ្រង់បង្ហាញនៅសច្ចធម៌ជាពិសេសគឺព្រះអង្គសម្ដែងអំពីអនត្តាធម៌បាននេះនឹងដែលអ្នកប្រាជ្ញទាំងឡាយទាំងពួងលើពិភពលោកមិនអាចសម្ដែងបានតែព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងបានសម្ដែងអំពីអនត្តាធម៌ណាដែលជាសភាវៈសូនចាកសត្វបុគ្គលទូខ្លួននិសត្តោនិជីវោសញ្ញោណាព្រះអង្គទ្រង់ប្រកាសសម្ដែងបានហើយអ្នកដែលបានយល់នៅធម៌របស់ព្រះអង្គនឹងក៏ជ្រះថ្លាហើយដែលជ្រះថ្លាធ្វើនេះធ្វើនោះធ្វើបច្ចេកដីនៅក្នុងស្រុកខ្មែរស្រុកឥណ្ឌាស្រុកថៃស្រុកភូមិអីទាំងអស់ហ្នឹងណា
ធ្វើអំពីមាសអំពីអីធំធំដូចនៅភូមិអីចឹងមិនប្រពុតព្រះអង្គទ្រង់បញ្ជាឲ្យធ្វើនោះណាមិនព្រះអង្គបង្ខំឲ្យធ្វើនោះណាតែសេចក្តីជ្រះថ្លាបានមានប្រកបដល់មនុស្សនិងទេវតាមិនមានបច្ចេកដីតែនៅក្នុងឋានមនុស្សឯណាឋាននេសរាជក៏មានបច្ចេកដីដង្កល់ព្រះចង្កូមកែវឋានមនុស្សបច្ចេកដីដង្កល់ព្រះចង្កូមកែវនៅប្រទេសចិននៅសេរីលង្កាទីក្រុងហិណ្ឌីប្រទេសចិននៅទីក្រុងប៉េកាំងឋានតាវតឹងចូលឡាមនីចេតដីនៅឋានតាវតឹងឃើញទេទេវតាក៏ធ្វើបច្ចេកដីដែរព្រំទុស័កចេតដីនៅឋានអកនិតតកាព្រំដែរសទ្ធាវិជាន់ទី5ហ្នឹងមានទុស័កចេតដីកម្ពស់12យោជន៍អង្គលនៅបរិខាររបស់ព្រះសម្មាសម្ពុទ្ធផងដែរហ្នឹងហើយទាំងអស់នេះមិនមែនព្រះអង្គទ្រង់ក៏បញ្ជាឲ្យធ្វើបង្ខំឲ្យធ្វើណាមានកិច្ចដែលថាត្រូវតែធ្វើខានមិនបានមិនមែនទេតែជាទឹកចិត្តដោយកូនប្រុសស្រីទាំងឡាយទាំងពួងដែលមានមនសិការល្អហើយក៏គោរពគុណមេដាបិតាទៅគោរពបូជាកូនខ្លះគោរពយកតែមែនទេណាគោរពមែនទេបូជាព្រឹកល្ងាចហើយពាក្យសម្ដីដោយអកប្បកិរិយាហ្នឹងគឺថាគោរពពុកម្ដាយខ្លួនឯងគោរពគ្រប់10មែនទេអញ្ចឹងទៅណាហើយពុកម្ដាយអត់មានបង្ខំអីទេប៉ុន្តែជាការយល់ដឹងនៃការពីចិត្តហ្នឹងក៏ធ្វើការបូជាមេដាបិតាហ្នឹងមែនតែនៃកូនខ្លះដែលមិនសូវបានយល់គុណហ្នឹងក៏លហើយស្រាលល្មមតាមនឹងអញ្ចឹងទៅណារឿងមិនមែនថាទេមកពីម្ដាយមិនបានប្រាប់ឬក៏យ៉ាងម៉េចទេប្រាប់ដែរប៉ុន្តែវាការយល់វាអត់គ្រប់គ្រាន់លហើយប្រាប់យ៉ាងម៉េចក៏វានៅអត់ដែលប៉ុណ្ណឹងទៅដែរវាខ្វះការយល់ពីក្នុងចិត្តមកយ៉ាងណានៅក្នុងព្រះសាសនានេះបរិស័ទរបស់ព្រះអង្គនៅគ្រប់ប្រទេសទេប្រទេសតូចធំទាំងឡាយទាំងពួងមានគ្រប់ទីកន្លែងទាំងអស់ណាព្រះសម្មាសម្ពុទ្ធព្រះអង្គមានគ្រប់ទីកន្លែងជាព្រះពុទ្ធបដិមាអីនឹងមានគ្រប់ទីកន្លែងណាប្រព័ន្ធទំនើបយ៉ាងម៉េចក៏មានដែរតាមអីអ៊ីនធឺណិតអីណាក៏មានគ្រប់គ្រាន់ទាំងអស់ប៉ុន្តែឃើញថាសម្បូរជាងរូបបុគ្គលអ្នកធម្មតាហើយព្រះអង្គទ្រង់មានយុះណាស់ទៅរូបរបស់ព្រះអង្គទៅណាមកណាគេស្គាល់ហើយគេមិនបាច់ចាំណែនាំប្រាប់ទេថានេះជាពុទ្ធក៏គេដឹងដែរពិភពលោកគេស្គាល់តែម្ដងបានន័យថាព្រះអង្គទ្រង់អស្ចារ្យណាស់ហ្នឹងហើយអ្នកគោរពអ្នកបូជាគ្រប់ទីកន្លែងពេលនេះស្មល់នេះឥឡូវហ្នឹងមានអ្នកខ្លះកំពុងតែឡើងទៅកាន់ខឿនបច្ចេកដីដើម្បីគោរពបូជាយកការឈូសគ្រឿងក្រអូបអីនឹងបូជាបច្ចេកដីនៅព្រះសក្យមនីចេតដីភ្នំអត្តរៈយើងនេះឬក៏ដូចជាបច្ចេកដីតាមវត្តអារាមទាំងឡាយទាំងពួងដែលមានតម្កល់នៅព្រះសារីរិកធាតុស្មល់នេះឥឡូវហ្នឹងនៅពុទ្ធគយានោះក៏កំពុងតែនាំគ្នាថ្វាយបង្គំនៅក្រោមម្លប់ពោធិព្រឹក្សណាកំពុងតែថ្វាយបង្គំអ៊ូអសូត្រធម៌ឡើងទៅហឹងតាមសម្លេងនៃភាសារៀងខ្លួននឹងចឹងទៅណាចិនសូត្រជាភាសាចិនចឹងទៅថៃភូមាសេរីលង្កាអីបុយតាន់អីហ្នឹងគេសូត្រតាមរបៀបគេចឹងទៅខ្លះមានភ្លេងអីអមទៀតទៅពុទ្ធហឹងអឹងកងនៅជុំវិញមណ្ឌលពោធិព្រឹក្សហ្នឹងហើយស្មល់ហ្នឹងឥឡូវហ្នឹងណាហើយស្មល់ហ្នឹងឥឡូវហ្នឹងនៅស្រីលង្កាឯនោះវិញណាសវណ្ណមាលិកៈចេតដីក្តីស្រីមហាពោធិព្រឹក្សក្តីវិចេតដីដំបូលមាសពីដានការឈុកមាសអង្កល់ព្រះចង្កូមកែវក្នុងព្រះសុវណ្ណវជីរាកោដ្ឋកម្ពស់1 ម៉ែត្រ 3 តឹកទម្ងន់ជាង1 តោនហ្នឹងគឺថានាំគ្នាគោរពបូជាថ្វាយបង្គំមែនតែនឥឡូវហ្នឹងពេលស្មល់ហ្នឹងណានៅភូមិវិចេតដីសង្កុត្តរៈចេតដីឬក៏ស្វេដាកននឹងហើយគោរពបូជាវិចេតដីមាសរំកល់នៅព្រះកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធនឹងចឹងទៅណាហើយនៅប្រទេសចិនវត្តលីងគង់ចេតដីរំកល់នៅព្រះចង្កូមកែវល្អណាក្បាច់រចនារូប
niệm miết đã nêu phi khang lơ phi đàn niệm miết đã từng nguồn rộp kilo đã ai nâng phương phi cao miết ai nâng bố đôi bò đi sát chôn chiết chân nâng têu của rốt bôi chia khla ôi thu khla ai masaka vai bụng côm cra sầm phen dọc chất tốc đạn men tên về này là lời nâng còn đã ai ta mà chết đây ta bị thi bon sen gò cũng tung tên là masaka thi bon ca pra cái đây bị thi bon xong cả tiên cái đây bị thi bon cả tai nhu cái đây bon phải chay buôn cái đây small năng gò kê cùng tungแต่រៀបចំគោរពនៅmasakaចំពោះព្រះសម្មាសម្ពុទ្ធទាំងអស់នេះមិនមែនព្រះពុទ្ធព្រះអង្គទ្រង់បង្ខំទេតែជាសេចក្តីជ្រះថ្លាហើយពេលនេះទៀតគឺញាតិញោមទាំងអស់គ្នាកំពុងតែស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គទ្រង់បដិស្ថានធម៌ហើយយើងសិក្សាព្រះអភិធម្មនឹងក៏ណាហើយតាមវត្តតាមអារាមដែលមានការសិក្សាព្រះធម៌ទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅក្រៅប្រទេសខ្លះក៏កំពុងតែស្ដាប់ធម៌ផ្ទាល់ឬក៏ស្ដាប់តាមកសែត CD MP3 អីចឹងទៅស្ដាប់គ្រប់ប្រភេទគណៈឃើញថាសន្ធិដ្ឋសន្ធប់ក្រៃលែងណាស់ទៀតហើយពួកទេវតាពួកព្រំណាក៏កំពុងតែគោរពបូជានមស្ការក្នុងទីកន្លែងដែលមានបច្ចេកដីតម្កល់នៅព្រះសារីរិកធាតុក៏ដូចជាព្រះចង្កូមកែវជាដើមនឹងគឺថាគោរពបូជាក្រៃលែងមែនតែនទៀតហើយគ្រប់បូជនីយដ្ឋានសាងវេជានិយដ្ឋានគ្រប់ទីកន្លែងគឺថានាំគ្នាគោរពបូជាគ្រប់ទីកន្លែងណាយើងធ្លាប់ទៅដឹងហើយដូចនៅសេរីលង្កាអីអញ្ចឹងណាហើយញាតិញោមពុទ្ធបរិស័ទទាំងអស់ធ្លាប់បានជើញទៅស្ដីនៅសេរីលង្កាឬក៏នៅឥណ្ឌានៅភូមិមាសេរីលង្កាមានមហិយង្គនៈចេតិយសុវណ្ណមីលិកៈចេតិយព្រះមហាពោធិព្រឹក្សកល្យាណីស្ទឹងកល្យាណីភ្នំសុមនគោតនឹងហើយនៅអនុរាធបុរីមានធោបារាមបណ្ដាមានស្រីមហាពោធិព្រឹក្សមានបជនជាង 2000 ឆ្នាំមកហើយនឹងហើយគោរពបូជាក៏ក្រឹកក៏ក្រែងមែនទែននឹងបុណ្យកុសលក៏បានតាមនឹងអញ្ចឹងទៅរឿងមកពីអីបានគេគោរពបូជាម្លេះញាតិញោមមែនព្រះអង្គជាបុគ្គលធម្មតាទេតែព្រះអង្គជាបុគ្គលដែលត្រាស់ដឹងនៅអរិយសច្ចធម៌ព្រះអង្គទ្រង់ប្រកាសនៅព្រះនិព្វានដែលជាទីបំផុតលោកព្រះអង្គទ្រង់រកឃើញនៅព្រះនិព្វានហើយព្រះអង្គទ្រង់ជ្រាបនៅផ្លូវទៅកាន់ព្រះនិព្វានហើយព្រះអង្គទ្រង់បានបង្ហាញនៅដំណើរទៅកាន់ព្រះនិព្វានដល់យើងទាំងអស់គ្នាហ្នឹងហើយនឹងយើងយល់ដឹងប៉ុណ្ណឹងជ្រាបផ្លូវជ្រាបដំណើរតិចបន្តួចប៉ុណ្ណឹងយើងជ្រះថ្លានាំគ្នាបូជាប៉ុណ្ណឹងហើយចុះតម្រាំនឹងព្រះអរិយបុគ្គលដែលលោកបានត្រាស់ដឹងនៅមគ្គផលកាត់បងនៅកិលេសធ្វើឲ្យជាក់ច្បាស់នៅអរិយសច្ចធម៌នោះហើយជ្រាបគុណរបស់ព្រះអង្គនឹងក្រៃលែងប៉ុណ្ណាទៅញាតិញោមណាចឹងបានព្រះអរិយបុគ្គលរឹងរិតតែគោរពព្រះសម្មាសម្ពុទ្ធរឹងរិតតែកោតក្រែងទៀតទៅចឹងរឹងរិតតែកោតក្រែងពីព្រោះអរិយបុគ្គលទាំងអស់នោះអាស្រ័យព្រះពុទ្ធទៅបានទៅជាអរិយបុគ្គលក្នុងការលះបង់នៅកិលេសនឹងទៅបានអាស្រ័យព្រះអង្គដែលព្រះអង្គទ្រង់ជាព្រះនិវាមួយដ៏ធំទាំងចម្លងសពសត្វទាំងអស់ចេញអំពីភពផែនដីដែលមានភ័យអាសន្នណាហើយព្រះអង្គដូចជានិវាមួយដែលដឹកជញ្ជូនណាជានិវាជាសំពៅដឹកជញ្ជូននៅមនុស្សសត្វដែលកំពុងតែមានភ័យក្នុងត្រើយអាយឲ្យទៅកាន់ត្រើយនាយពលគឺព្រះនិព្វានណាព្រះអង្គទ្រង់បាននាំសត្វដឹកជញ្ជូនសត្វឲ្យដល់ទីនោះនឹងហើយអ្នកដែលបានឡើងទៅកាន់សំពៅហ្នឹងថាអរគុណម្ចាស់សំពៅអ្នកដែលធ្វើសំពៅដឹកជញ្ជូនទៅដែលអត់មានគិតប្រាក់គិតអីទាំងអស់ធ្វើយ៉ាងម៉េចឲ្យតែបានផុតទៅណាឲ្យតែអ្នកណាឃើញភ័យឡើងទៅកាន់សំពៅនិវានហ្នឹងគឺថានឹងបានរួចផុតចាកភ័យហ្នឹងហើយនឹង
ហើយដែលអត់មានការយកឈ្នួលថ្លៃអីទាំងអស់អត់មានទេព្រះអង្គខំប្រឹងកសាងបុណ្យបារមីយូរណាស់ទាំងរាប់នឹងបានប្រាស់ដឹងជាព្រះពុទ្ធអញ្ចឹងអ្នកណាទៅកាន់ព្រះនិព្វានត្រូវបង់ថ្លៃឈ្នួលឲ្យព្រះអង្គអត់ត្រូវការអីទាំងអស់ទេណាឃើញទេបច្ច័យនឹងល្អប៉ុណ្ណាទៅទៀតចំណាយរយៈពេលកសាងសំពៅឬក៏និវាដ៏ធំពលគឺសត្វបញ្ញុត្តញាហ្នឹងណាព្រះអង្គទ្រង់ចំណាយពេលយូរណាស់តែទីបំផុតព្រះអង្គអត់មានត្រូវការអីដើម្បីបានអំពីអ្នកណាដែលឡើងជិះសំពៅគឺអរិយមគ្គទៅកាន់ព្រះនិព្វានព្រះអង្គអត់មានត្រូវការស្អីមកវិញទេព្រះអង្គប្រេនិព្វានទៅព្រះអង្គទ្រង់ប្រេនិព្វានទៅដោយបន្សល់ទុកនៅសំពៅឬក៏និវាដើម្បីដឹកជញ្ជូនឆ្លងកាត់មហាសាគរាទៅកាន់ព្រះនិព្វាននឹងរហូតមកដល់សប្តាហ៍ថ្ងៃគឺយានដែលចេញអំពីវាលវដ្តសង្សារនៅដល់សប្តាហ៍ថ្ងៃទាំងល្មមកណាគុណចាស់ញាតិញោមទាំងអស់ឡើងទៅកាន់យានឡើងទៅកាន់និវាឬក៏សំពៅនឹងដើម្បីឆ្ពោះដំណើរទៅកាន់ព្រះនិព្វាននេះជាសេចក្តីប្រៀបទេណាសំពៅឬក៏យាននេះជាឈ្មោះនៃការបដិបត្តិដែលជាសធម្មៈបដិបត្តិនៅក្នុងសាសនានឹងហើយអ្វីដែលជាយានក៏គឺជាព្រះពុទ្ធដីកាទាំងឡាយទាំងពួងដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយយើងចូលទៅនៅក្នុងព្រះពុទ្ធដីកានឹងយល់នៅក្នុងព្រះពុទ្ធដីកានឹងណាហើយក៏ធ្វើតាមព្រះពុទ្ធដីកានឹងនេះឯងជាការឡើងទៅកាន់យានព្រហ្មយានយានដ៏ប្រសើរណាឆ្ពោះមុខយ៉ាងត្រង់ភ្លឹងទៅកាន់ទីរំលត់ទុក្ខពលគឺព្រះនិព្វានហ្នឹងហើយអត់មានបង្ខំថាទេតលតែណែឡើងទៅទាំងអស់គ្នាបង្ខំឲ្យជីអីអត់ទេគ្រាន់តែប្រកាសថាអ្នកទាំងឡាយឥឡូវមានភ័យមកដល់ហើយមានយក្ខិនីមានសត្វសាហាវមានអីហើយនៅក្នុងកោះនេះណាចូលអ្នកទាំងឡាយឃើញដឹងហើយឡើងកាន់សំពៅអ្នកណាជ្រាបដឹងច្បាស់បឡើងកាន់សំពៅទៅអ្នកណាដែលមិនជឿក៏អត់ទៅអត់មានបង្ខំអីទាំងអស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងទុក្ខទោសរបស់បញ្ញខណ្ឌមនាលភិក្ខុទាំងឡាយជាគឺជាទុក្ខចរិយាគឺជាទុក្ខជាធិគឺជាទុក្ខមរណៈក៏គឺជាទុក្ខទុក្ខទាំងអស់សរុបរួមមកគឺនៅក្នុងឧបាទានខណ្ឌទុក្ខព្រះអង្គទ្រង់ប្រកាសនៅឧបាទានខណ្ឌទុក្ខនឹងយ៉ាងច្រើនឲ្យបរិស័ទនឹងបានស្ដាប់អ្នកដែលស្ដាប់បានយល់ឃើញភ័យក្នុងឧបាទានខណ្ឌហើយក៏ជ្រះថ្លានឹងដំណើរដែលព្រះអង្គទ្រង់ប្រកាសសម្ដែងគឺអរិយមគ្គឬក៏សតិប្បដ្ឋានហ្នឹងដំណើរទៅកាន់ព្រះនិព្វានហ្នឹងដែលជាដំណើរចេញអំពីឧបាទានខណ្ឌហ្នឹងក៏ឡើងកាន់ណាឡើងកាន់និវាហ្នឹងទៅហើយអ្នកដែលមិនទាន់បានយល់អីទេក៏នៅទីទើស្ទាក់ស្ទើរណាអត់ឡើងរួចអត់ចេញទៅរួចជឿខ្លះមិនជឿខ្លះណារហូតដល់អ្នកខ្លះអត់ជឿទៅទៀតតែព្រះអង្គទ្រង់ប្រកាសបង្ហាញនៅភ័យសពមុខទាំងអស់ហើយនៅតែអត់ជឿណាមានសពគ្រប់អញ្ចឹងទៅព្រះអង្គអត់មានខឹងក្រោធអាក់អន់តូចចិត្តអីជាមួយអ្នកណាដែលមិនជឿនោះទេដូចជានៅក្នុងវលិហកជាតិដកកាលដែលព្រះអង្គទ្រង់សប្រជាតិជាស្ដេចសេះវលិហកនៅចម្ពូទ្វីបផ្នែកខាងទឹកដីឥណ្ឌាទៀតជារៀងរាល់ថ្ងៃព្រះបរមពុទ្ធិសត្វតែងតែហោះទៅរកអាហារព្រះក្រយាស្ងោរជាស្មៅដូចជាស្លឹកឈើខ្ចីអីនឹងនៅកោះស្រីលង្កានៅលង្កាទ្វីបឬហៅថាតាមពៈបណ្ឌិទ្វីបណាជារៀងរាល់ថ្ងៃទៀតពេលព្រឹកព្រះអង្គហោះទៅរកចំណីនៅទីនោះល្ងាចឡើងមកវិញ
ហោះស្ដេចសេះហោះរួចទៀតហោះបានហ្នឹងក៏ប៉ុន្តែពេលដែលព្រះអង្គមុននឹងត្រឡប់មកវិញមុននឹងត្រឡប់មកកាន់ចម្ពូទ្វីបវិញណាត្រឡប់ពីកោះលង្កាវិញណាព្រះអង្គតែងតែបន្លឺនៅសំឡេងជាភាសាមនុស្សថាមានអ្នកណាចង់ទៅចម្ពូទ្វីបទេព្រះអង្គប្រកាស3ដងត្រៃលោកមានមនុស្សវិណាលិចសំពៅអត់មានទីពឹងឬក៏ត្រូវពួកនាងយក្ខិនីបោកបញ្ឆោតអីហ្នឹងណាហើយអត់មានស្អីឆ្លងទៅព្រះអង្គតែងតែប្រកាស3ដងបន្លឺទៅអសនីតសំឡេងសេះប៉ុន្តែមានមនុស្សអីអាចស្ដាប់បានសេះនឹងលោកស្រែកអញ្ចឹងស្ដេចសេះនឹងប្រកាស3ដងហើយបានព្រះអង្គហោះមកលើអាកាសហោះមកអញ្ចឹងទៅស្អែកឡើងព្រះអង្គយាងទៅទៀតរៀងរាល់ថ្ងៃអញ្ចឹងគាត់ជួនមានប្រវត្តិថាមានអ្នកសំពៅប្រមាណជា500ទៀត500នាក់បានត្រូវខ្យល់ព្យុះលិចសំពៅនៅក្បែរកោះនឹងហើយក៏ពួកអ្នកសំពៅទាំងអស់នោះបានបន្ទះក្តារតូចធំបណ្ដែតទៅដល់កោះលង្កានឹងពួកនាងយក្ខិនីជាច្រើននៅចាំព្រោះកោះលង្កានេះជាស្រុកយក្ខឯតាកោះរបស់ពួកយក្ខសម្បូរយក្ខច្រើនណាស់ញាតិញោមធ្លាប់អញ្ជើញទៅស្រីលង្កាដឹងមនុស្សជនជាតិស្រីលង្កាក៏រៀងខ្មៅបានជានាំគ្នាគុណចាស់អង្គណាលោកថាមើលទៅស្រីលង្កាមុខដូចយក្ខរៀងខ្មៅអញ្ចឹងយក្ខពិតដឹងជាមុខអាម៉េចទេប៉ុន្តែជាថាទៅណាហ្នឹងហើយការតុបតែងទីកន្លែងអីក្នុងសន្តាគារអីហ្នឹងមើលទៅដូចស្តៀងយក្ខដែរណាស្តៀងយក្ខតែដឹងយក្ខអាម៉េចទេប៉ុន្តែថាស្តៀងយក្ខដែលយើងធ្លាប់ដឹងរឿងក្នុងខោនក្នុងអីហ្នឹងហ្នឹងហើយមកពីដើមឡើយសម្បូរយក្ខហ្នឹងហើយយក្ខិនីនៅក្នុងកោះស្រីលង្កាហ្នឹងតែងតែបោកបញ្ឆោតពួកអ្នកលិចសំពៅទាំងអស់ច្រើនពាន់សំពៅហ្នឹងឲ្យតែលិចសំពៅឲ្យហើយហៅដល់កោះហ្នឹងពួកយក្ខិនីហ្នឹងតែងតែតំណែងខ្លួនមានស្រីចំណាស់ជំទើអីសពមុខទាំងអស់ចុះទៅទទួលពីឆ្នេរសមុទ្រហ្នឹងទទួលបរិសុទ្ធទាំងអស់ហ្នឹងកំពុងតែអស់កម្លាំងនឿយហត់ហើយពួកនាងយក្ខិនីហ្នឹងចង់ចាប់ស៊ីភ្លាមក៏បានដែរវាអត់មានលំបាកអីទេតែវាស៊ីភ្លាមទៅវាស្ដាយព្រោះប្រុសទាំងអស់ហ្នឹងក៏ខ្លះក៏រៀងស្អាតដែរហ្នឹងហើយអញ្ចឹងទុកគ្រាន់ជាប្តីបដោះអាសន្នសិនទៅហ្នឹងហើយបដោះអាសន្នសិននឹងរំនឹងអ្នកថ្មីចូលមកដល់ទៀតបើសិនជាចាប់ស៊ីភ្លាមធ្វើឲ្យផ្អើលអស់អញ្ចឹងក៏យកចាំហ្នឹងហើយសួរអ្នកសំពៅថាអ្នកឯងលេចសំពៅអីហ្នឹងមកនៅជាមួយពួកខ្ញុំទាំងអស់គ្នាមកហើយប្តីខ្ញុំហ្នឹងគាត់ទៅជួញសំពៅហ្នឹង3ឆ្នាំហើយអត់ឃើញត្រឡប់មកវិញទេប្រហែលជាគាត់ស្លាប់ហើយមើលទៅដូច្នេះខ្ញុំជាស្រីមីម៉ាយហើយតែមីម៉ាយអញ្ចឹងវាអត់មានទោសអីទេយើងក៏អាចនៅជាមួយគ្នាបានបរោះចាស់យកតាមចាស់ទៅអ្នកកំឡោះក៏យកតាមយៈកមុំអញ្ចឹងទៅណាហ្នឹងហើយគេតំណែងខ្លួនសពគ្រប់ទាំងអស់យកតាមលំដាប់វ័យហ្នឹងអញ្ចឹងទៅ500នាក់មើលទៅដូចជាមានសេចក្តីសុខហ្នឹងហើយព្រោះលេខសំពៅហើយទៅដល់មានឯនោះគេទទួលរយៈបានល្អអញ្ចឹងគិតសង្កល់ថាខ្លួនឯងហ្នឹងវាសុខហើយចឹងណាថ្ងៃមួយប្រធាននៃអ្នកសំពៅហ្នឹងគាត់មានសេចក្តីសង្ស័យគាត់ថាស្ត្រីទាំងអស់នេះជាស្ត្រីមនុស្សពិតឬក៏ជាស្អីណោះតាមមើលក្នុងវេលាពេលយប់ស្ងាត់ភរិយាយក្ខិនីនឹងបានចេញទៅខាងក្រោយផ្ទះ
ចូលទៅនៅក្នុងត្រង់ដែកដែលដាក់បរោះប្តីមុនចាប់ដាក់ក្នុងគុកខាងក្រោយផ្ទះហ្នឹងជាត្រង់ដែកទៅដល់ក្បួចកបរោះម្នាក់ញញថ្មិញចេញចង្កោមកបើកឈាមគ្រូបហ្នឹងហើយបើកឈាមដូចផឹកកូកាអញ្ចឹងញាតិញោមហ្នឹងហើយបើកគ្រូបទៅហើយបរោះហ្នឹងគាត់ឃើញគាត់ស្លុតអស់អាលេងអូប្រពន្ធគាត់ຕົកដូចជាប្រពន្ធទៅហើយដល់ពេលហ្នឹងគាត់ដឹងច្បាស់ហ្មងសេចក្តីស្រឡាញ់មុនហ្នឹងថាຕົកដូចជាស្ត្រីទៅល្អបំផុតនឹងវាបាត់ទៅញាតិញោមមានអីនៅទៀតវាឃើញច្បាស់ហើយនោះត្រង់ចំណុចនេះក៏នៅក្នុងវិបស្សនាញាណលោកយកសាច់រឿងហ្នឹងមកឧបមាដែរចំពោះវិបស្សនាញាណដែលជាទុក្ខានុបស្សនាអីហ្នឹងគឺឃើញសង្ខារធម៌ទាំងឡាយទាំងពួងជាទុក្ខគឺអត់បានឃើញសង្ខារហ្នឹងជាសុខទេឲ្យតែបានឃើញជាទុក្ខច្បាស់ហើយគឺអត់មានស្អីមកបន្លំអីបានទៀតទេណាបរោះជាប្រធានហ្នឹងគាត់ឃើញរឿងរ៉ាវទាំងអស់ចឹងទៅគាត់ក៏មិនហ៊ានមាត់ថាម៉េចរត់ទៅណាក៏មិនរួចគាត់ដើរបបួលគេសិនប្រាប់ដល់បរោះផងគ្នាថាភរិយារបស់យើងទាំងអស់គ្នាណាសម្លាញ់មិនមែនជាមនុស្សទេជាយក្សទេណាប្តីរបស់នាងពីមុនហ្នឹងដល់ទៅពេលយើងមកដល់គេចាប់ប្តីមុនហ្នឹងដាក់ក្នុងទ្រុងហើយទុកជាចំណីស៊ីមួយថ្ងៃមួយនេះបើសិនជាមានអ្នកថ្មីមកទៀតយើងក៏ចូលក្នុងទ្រុងដែរចឹងទៅប្រាប់ដល់បរោះ500នាក់មានបានជឿទាំងអស់ហើយណាញាតិញោមជឿបានតែ250នាក់250ទៀតអត់ខ្ចីជឿទៅទេយៈខេណីស្អីស្អាតល្អចិត្តបានណាវាចប់ត្រឹមអញ្ចឹងអញ្ចឹងក៏ឯងនៅចុះយើងក៏រៀបចំដំណើររត់250នាក់ហ្នឹងរត់ចេញរកពេលឱកាសបាននាំគ្នារត់ចេញរត់ហ្នឹងគិតថាទៅណាបរោះជាប្រធាននឹងថារាល់ថ្ងៃខ្ញុំឮសំឡេងបរោះដឹងជាសំឡេងអីប្រកាសថាអ្នកណាចង់ទៅចម្ពោះទ្វីបយើងនឹងជូនទៅបានចេញពីព្រៃនឹងមកឃើញព្រះបរមពុរិស័ទដល់វេលាសោយចំណីអីរួចស្ដេចសេះទៀតរៀបចំនឹងហោះមកកាន់ដែនដីនៃចម្ពោះទ្វីបឯនេះវិញក៏បានប្រកាសថាមានអ្នកណាមានភ័យអាសន្នចង់ទៅទេពេលនោះបានបរោះទាំងអស់នោះស្ទុះចេញអំពីព្រៃនាំគ្នាយំសោកបបិទ្ធស្ដេចសេះយើងទាំងអស់គ្នាក៏ចង់ទៅណាស់ព្រោះយៈខេណីទេដែលបន្លំខ្លួនដើម្បីសម្លាប់យើងទាំងអស់គ្នានឹងតែលោកតែម្នាក់ថាខ្ញុំអាស្រ័យលោកទៅដូចម្ដេចបាទស្ដេចសេះលោកខាសូមអ្នកទាំងឡាយនមស្ការមានសេចក្តីជ្រះថ្លាចំពោះគុណនៃយើងដែលនាំអ្នកទៅអ្នកទាំងឡាយនៅក្នុងអេរិយាបថណាក៏បានអ្នកនឹងទៅដល់ទីនោះពេលនោះពពួកមនុស្ស250នាក់លិតជង្គង់នមស្ការចំពោះសេះដែលមានទឹកចិត្តមេត្តាក្រៃលែងហ្នឹងក៏អណ្ដែតត្រសែតឡើងទៅលើអាកាសទៅវេហាហើយហោះកាត់ពពកទាំង250នាក់ដែលអំណាចអានុភាពនៃស្ដេចសេះហ្នឹងមកដាក់ដល់ដែនដីស្រុកទេសវិញរីឯ250នាក់ពាក់កណ្ដាលទៀតគ្រាន់តែមានបរោះដតីគេលងសំពៅលេចសំពៅមកដល់យៈខេណីទាំងអស់ហ្នឹងបានចាប់250នាក់ដាក់ត្រង់ធ្វើជាចំណីហើយក៏យំស្ដាយក្រោយរឿងថាមិនជឿគេមិនស្ដាប់ណាយើងមានទិដ្ឋិរឹងរូសមិនជឿប្រធានដែលបានប្រកាសប្រាប់
នេះគ្រាន់តែចង់សម្ដែងថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជាអគ្គបុគ្គលនៃលោកព្រះអង្គទ្រង់ឃើញខណ្ឌ5នឹងដូចនាងយក្ខិនីអញ្ចឹងឥឡូវនេះអានិសង្សរបស់ខណ្ឌនៅដើរកើតនៅអង្គុយកើតនៅហូបកើតហូបឆ្ងាញ់ដេកស្រួលអីខ្លះអញ្ចឹងទៅណានឹងជាអានិសង្សរបស់ខណ្ឌក៏ប៉ុន្តែនៅពេលដែលអានិសង្សរបស់ខណ្ឌហ្នឹងវាដល់អាយុមែនទែនទៅដេកក៏មិនបានសម្រានក៏មិនលក់បក់ក៏មិនលហើយមិនស្រួលមិនត្រជាក់មិនសុខមិនសប្បាយគ្រប់យ៉ាងទាំងអស់ចំណីឆ្ងាញ់ប៉ុណ្ណាក៏ហូបមិនបានគេឲ្យតមឬក៏លេបមិនរួចឃើញទេទោសរបស់ខណ្ឌវាមកប្រកបវិញទាំងអស់ទៀតមុននឹងខណ្ឌនឹងបែកធ្លាយវាលំបាកគ្រប់រឿងបានព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសអំពីទោសរបស់ខណ្ឌនឹងហើយអ្នកឯណាដែលមានទិដ្ឋិមិនរឹងឆ្អឹងទេក៏ជឿតាមយល់តាមឃើញតាមជាក់លាក់ច្បាស់លាស់ចឹងទៅក៏ចូលទៅដល់សមាបដិបត្តិទៅមានការប្រព្រឹត្តទៅនៅក្នុងកុសលទាំងឡាយទាំងពួងជាពិសេសមានការឃើញរឿយនៅខណ្ឌ5នឹងជាទុក្ខព្យាយាមឃើញរឿយថាខណ្ឌ5នឹងជាទុក្ខមិនមែនជាសុខហើយឃើញខណ្ឌទាំង5ហ្នឹងមិនមែនជារបស់ខ្លួនស្មើដូចជាបរោះឃើញយក្ខិនីថាមិនមែនជាភរិយាដ៏ល្អអីទេគឺជាយក្ខិនីទេតាមិនមែនជាមនុស្សទេឃើញច្បាស់អញ្ចឹងតែម្ដងទៅចិត្តហ្នឹងក៏នឿយណាយទៅនឿយណាយនេះដែលបុគ្គលធ្វើដំណើរទៅកាន់ទីរំលត់ទុកបូលគឺព្រះនិព្វានហ្នឹងគឺអញ្ចឹងឯតាញាតិញោមគឺកើតពីការនឿយណាយកើតពីការឃើញច្បាស់មិនមែនសុខធម្មតាហ្នឹងស្រាប់តែទៅនិព្វានដូចជាអ្នកខ្លះថាខ្ញុំអត់តន់ចង់ទៅនិព្វានទេស្មានថាឲ្យនិព្វានហ្នឹងឲ្យថាចង់ទៅគឺទៅភ្លាមស្លាប់ទៅតែហ្មងកុំច្រឡំមិនមែនអញ្ចឹងទេតើតែឃើញទុកទោសនៃខណ្ឌហ្នឹងច្បាស់ណាស់ឃើញល្មមធ្វើឡើងអត់ទៀតអត់ទេអត់ទៅទីរំលត់ទុកបានតើឃើញច្បាស់ដែលការឃើញច្បាស់ក្នុងទីនេះសំដៅទៅដល់ឃើញប្រកបដោយសច្ចញាណគឺត្រាស់ដឹងនៅអរិយសច្ចធម៌ឃើញទុក្ខសច្ចៈឃើញសមុទយៈឃើញនិរោធឃើញមគ្គជាលក្ខច្បាស់លាស់ទើបមានព្រះនិព្វាននឹងមកជាអារម្មណ៍ទៅបាននេះគ្រាន់តែជាការសម្ដែងធម្មកថាមុននឹងសិក្សានៅព្រះអភិធម្មរបស់ញាតិញោមទាំងអស់គ្នានឹងទាំងសូមអនុមោទនាណានៅក្នុងការសិក្សាព្រះអភិធម្មក៏មានការសម្ដែងធម្មីកថាទាំងឡាយទាំងពួងដែលលើកឡើងពីនេះពីនោះពិសេសទៅនៅក្នុងសច្ចកថាផ្សេងទៀតណាដែលប្រគេនចំពោះកដាគុណចាស់និងជូនញាតិញោមទាំងអស់បានជាទីសន្តាប់ហ្នឹងហើយជួយគ្នាទៅញាតិញោមក៏មានឱកាសអាចដើម្បីនឹងសម្ដែងនៅធម្មីកថានឹងដល់កូនប្រុសស្រីញាតិទាំងឡាយទាំងពួងបានមិនចាំបាច់តលតែមានឈ្មោះបោះសម្លេងថាជាអ្នកសម្ដែងធัวអីបានសម្ដែងបានទៅទេញាតិញោមអាចនិយាយបានទេតើគ្រប់គ្នាទាំងអស់ហ្នឹងត្រឡប់ទៅផ្ទះវិញនិយាយពីនេះពីនោះតាក់ទងជាមួយនឹងធម៌ដាក់ទឿនឥឡូវនេះសម្បូរណាស់រឿងដែលមិនមែនជាធម៌ដែលនាំឲ្យមនុស្សស្ដាប់នេះវាច្រើនបំផុតតាមរយៈទូរទស្សន៍តាមរយៈសម្លេងផ្សេងដែលជាសម្លេងតាក់ទាញចិត្តឲ្យនៅក្នុងលោកដែលជាចំណងជាអន្តៈរបស់កាមនឹងសម្បូរក្រៃលែងណាស់ណាថាធម៌ទៅថាសម្បូរប៉ុណ្ណឹងតែមិនសម្បូរលើសវត្ថុកាមទេវត្ថុកាមច្រើនលើសហ្នឹងរាប់រយរាប់ពាន់ដងវត្ថុកាមហ្នឹងច្រើនណាស់អញ្ចឹងបើយើងមិនជ្រៀតខ្លះដើម្បីអប់រំដល់អ្នកផងទាំងឡាយទាំងពួងដែលមាននិស្ស័យអាចស្ដាប់បានចូលចិត្តទេគឺបុគ្គលនោះពិតជាមិនអាចដើម្បីនឹងឃើញពន្លឺធម៌ទេអញ្ចឹងញាតិញោមក៏អាចមានឱកាសដើម្បីនឹងប្រាប់ដល់មិត្តសម្លាញ់កូនប្រុសស្រីឲ្យបានដឹងបានឮជួនយើងប្រាប់ឥឡូវនេះគ្នាស្ដាប់តន់បានទេ
ប៉ុន្តែវាចាំដល់លគាត់នឹងចាស់បន្តិចទៅឈឺអីបន្តិចទៅនឹកឃើញពាក្យសម្ដីហ្នឹងណាចឹងមែនអត់ញាតិញោមហ្នឹងហើយនឹកឃើញពាក្យសម្ដីហ្នឹងណាអត់ផ្លេចទេប្រាប់ពីទៀនក៏ដោយប្រាប់ពីសិលក៏ដោយប្រាប់ពីភាវនាក៏ដោយពេលដែលស្ដាប់ហ្នឹងអត់ធ្វើការចងចាំធ្វើងីងើអីចឹងទៅប៉ុន្តែដល់ថ្ងៃណាមួយធ្លាក់ខ្លួនឈឺបើនឹកឃើញអូឪពុកខ្ញុំប្រាប់អញ្ចេះតាម្ដាយខ្ញុំប្រាប់អញ្ចេះតាណែធ្វើទៀនធ្វើសិលអីទៅហ្នឹងហើយបាននឹកឃើញហើយបើសិនជាអត់មានប្រាប់សោះពេលឈឺពេលអីមកដល់អត់មានគិតឃើញអីក្រៅតែពីចង់ឲ្យជាហើយនឹងចង់ធ្វើអ្វីទៅជារឿងអីផ្សេងទេដាស់មង្គលភ្ញាក់ផ្អើលអីសពគ្រប់ទាំងអស់ក៏មានដែរតែកាលណាយើងធ្លាប់បានប្រាប់ទៅល្អឃើញទេបានប្រាប់ដូចស្ដេចសេះដែលប្រកាសរៀងរាល់ថ្ងៃអញ្ចឹងដល់អញ្ចឹងទៅវាលឺសំឡេងហ្នឹងដល់ពួកបរោះដែលនៅជាមួយយក្ខិនីហ្នឹងថាយើងបានអីឆ្លងពីសមុទ្របើសមុទ្រធំអត់មាននាវាអញ្ចឹងរាល់ថ្ងៃលឺសំឡេងគេស្រែកប្រកាសថាវើអ្នកណាចង់ទៅឲ្យទៅណែឃើញទេដល់មានភ័យមកដល់នឹកឃើញអញ្ចឹងព្រះពុទ្ធដីកាហ្នឹងក៏ដូចគ្នាអញ្ចឹងដែរនៅពេលដែលយើងមានភ័យមានអាសន្នស្រាប់តែនឹកដល់ព្រះពុទ្ធដីកាហ្នឹងព្រោះធ្លាប់បានឮហើយបើនិយាយពីរឿងភ័យអាសន្នវិញមានគ្រប់ពេលណាក៏មានភ័យដែរបើនិយាយពីរឿងភ័យព្រោះខណ្ឌហ្នឹងជាភ័យគ្រាន់តែយើងអត់ឃើញនឹងជាភ័យទេតាក្នុងខណៈនៃសតិកើតឡើងឃើញខណ្ឌហ្នឹងជារបស់ដែលគួរភ័យខ្លាចទៅហើយព្រោះយើងរស់នៅឥឡូវនេះនៅជាមួយខណ្ឌដែលជាតួភ័យហ្នឹងហើយតើណានៅជាមួយខណ្ឌដែលជាយក្ខិនីនៅជាមួយខណ្ឌដែលជាមីហ្នឹងហើយតើចាំបាច់ដល់ខណ្ឌហ្នឹងវាបែកធ្លាយបានហៅថាជាភ័យមិនមែនទេទាំងតែខណ្ឌហ្នឹងមិនទាន់បែកធ្លាយខណ្ឌហ្នឹងនៅធម្មតាក៏ដែរក៏វាជាភ័យដែរដូចជាយក្ខិនីដែលមិនទាន់ចាប់បរោះហ្នឹងស៊ីក៏ប៉ុន្តែយក្ខិនីវានៅតែយក្ខវានៅតែជារបស់មួយដែលគួរឲ្យភ័យថាវាមិនស៊ីថ្ងៃហ្នឹងវានៅតែថ្ងៃស្អែកដដែលហ្នឹងអញ្ចឹងខណ្ឌ5ដែលមិនទាន់បែកធ្លាយមិនទាន់ប្រត់ទ្រោមក៏ប៉ុន្តែវាគង់តែប្រត់ទ្រោមគង់តែបែកធ្លាយទៅជាភ័យដដែលហ្នឹងអញ្ចឹងបានថាយើងកំពុងតែរស់នៅឥឡូវហ្នឹងឲ្យចាំទៅថាយើងនៅជាមួយភ័យហើយបើនៅជាមួយភ័យឲ្យដឹងភ័យហ្នឹងដឹងភ័យស្គាល់ភ័យហ្នឹងហើយបើនៅជាមួយភ័យនៅជាមួយរបស់ដែលអន្តរាយនៅជាមួយរបស់ដែលបែកធ្លាយហើយស្រាប់តែអត់ដឹងនៅរបស់ហ្នឹងអន្តរាយបែកធ្លាយទេអាហ្នឹងឈ្មោះថាមោហៈសម្បើមញាតិញោមងងណាព្រោះនៅជាមួយរបស់បែកធ្លាយនៅជាមួយរបស់ដែលមានភ័យនៅខាងមុខហើយហ្នឹងយើងអត់ស្គាល់អញ្ចឹងបានថាការសិក្សាព្រះធម៌អភិធម្មក្តីជាព្រះវិន័យជាព្រះសូត្រទាំងឡាយទាំងពួងដែលព្រះអង្គបានប្រកាសសម្ដែងក្តីប្រព្រឹត្តទៅដើម្បីឲ្យឃើញខណ្ឌហ្នឹងតែប៉ុណ្ណោះទេអត់មានដើម្បីស្អីយកឈ្នះយកចាញ់យកមានយកបានយកច្រើនអីទៅណាទេតែដើម្បីឃើញខណ្ឌហ្នឹងជាភ័យនៅវាសំខាន់នៅកន្លែងហ្នឹងឯតើសពគ្នាទាំងអស់ណាសពកាលទាំងអស់ដែលយើងត្រូវដឹងត្រូវឃើញហ្នឹងគឺថាដើម្បីឃើញខណ្ឌហ្នឹងឯតើដែលជាតួភ័យហើយរកធัวជាទីពឹងជាខ្លឹមសារណាជាខ្លឹមសារដើម្បីចេញចាកអំពីភ័យហ្នឹងហើយក៏រៀនទៅអភិធម្មតាមអធិស្រ័យទៅរៀនទៅស្គាល់ចិត្តស្គាល់ចេតសិកស្គាល់អីទាំងអស់អាហ្នឹងគឺថាវែកញែកនៅរបស់ដែលយើងគួរភ័យហ្នឹងវែកញែកថាហ្នឹងវាចេះគឺឃើញលម្អិតទៅនៅក្នុងហ្នឹងដើម្បីកម្ចាត់បងនៅមន្ទិលសង្ស័យអត់មានគិតថាអូមានខ្លួនអីខ្លះក្នុងខ្លួនហ្នឹងវារូបនេះជាអនត្តាអញ្ចឹងចិត្តហ្នឹងមិនមែនជាអនត្តាទេរូបហ្នឹងមិនទៀងជាទុកអីអញ្ចឹងហើយប៉ុន្តែវានៅចិត្តមួយទៀតជាខ្លួនអីអត់ទេវែកញែកទាំងពីរូបទាំងពីចិត្តទាំងពីចេតសិកទាំងពីស្អីទាំងអស់ទៅគឺថាសរុបចូលគ្នាទៅគឺសរុបមកវិញដើម្បីឲ្យយើងឃើញនៅសភាវៈធម៌ទាំងឡាយទាំងពួងជានាមសភាវៈក្តីជារូបសភាវៈក្តីគឺមិនមែនជាខ្លួនយើងដូចជាយើងសិក្សាអំពីចិត្តនឹងអញ្ចឹងចិត្តអំពីកាមាវចរៈចិត្ត
រូបាវចរៈចិត្តអរូបាវចរៈចិត្តរហូតដល់លោកកតរៈចិត្តក៏គឺជាចិត្តបរមត្តតែប៉ុណ្ណោះដែលសូនចាក់សត្វបុគ្គលទូខ្លួនមិនមែនជាខ្លួនយើងនឹងដែលយើងសិក្សាជារៀងរាល់ថ្ងៃណាហើយញាតិញោមត្រឹងប្រែងស្ដាប់ហ្នឹងហើយទីបំផុតអត់មានដើម្បីអីទេមានសិក្សាយុទ្ធនាទេប៉ុន្តែឲ្យស្គាល់ថារបស់ទាំងឡាយទាំងពួងហ្នឹងមិនមែនខ្លួនយើងពិតនេះដែលការស្គាល់នៅចិត្តចេតសិកមិនមែនជារបស់ខ្លួនយើងពិតហ្នឹងល្អមែនទេហើយយើងកុំគិតថាចង់បានអានិសង្សយុទ្ធនាអីកុំគិតអញ្ចឹងសំខាន់បំផុតគឺឃើញរបស់ហ្នឹងដែលមិនមែនជាខ្លួនហើយយើងចង់បានអានិសង្សបានទៅលើអីបានទៅលើខណ្ឌវិញអដែលហ្នឹងអញ្ចឹងយើងអត់មានត្រូវការអានិសង្សអីទេអានិសង្សត្រូវតែមានការសិក្សាពធចាំបាច់ត្រូវតែមានអញ្ចឹងហើយក៏ប៉ុន្តែរឿងសំខាន់បំផុតគឺឃើញទោសនៃអានិសង្សទៅទៀតណាអានិសង្សគឺជាផលនៃបុណ្យហ្នឹងណាយើងឃើញទោសនៃផលហ្នឹងទៅទៀតព្រោះមិនទៀងផលនៃបុណ្យមិនទៀងផលជានៃបុណ្យហ្នឹងមិនទៀងហើយរបស់ណាមិនទៀងរបស់នោះជាទុករបស់ណាជាទុករបស់នោះមិនមែនខ្លួនឃើញទេហ្នឹងដែលត្រូវឃើញសពគ្រប់ទាំងអស់ព្រះពុទ្ធរាជការដែលព្រះអង្គប្រកាសសម្ដែងវែកញែកអត់ឲ្យមានសល់អីទេគឺឲ្យឃើញស្គាល់ទៅជ្រាលជ្រៅទៅច្បាស់លាស់ទៅរហូតបានលះបង់បានរួចអំពីលោកនេះស្ម័គ្រចិត្តនឹងទៅកាន់ទីមលុតទុកដែលអត់មានអាឡោះអាឡាយអីទាំងអស់ស្ម័គ្រចិត្តអ្នកទៅកាន់ព្រះនិព្វានទាំងអស់ហ្នឹងមិនមែនទៅដោយបង្ខំទេណាប៉ុន្តែទៅដោយការស្គាល់លោកនេះមិនទៀងពិតដូចជាអ្នកដែលឡើងជិះសេះហើយលាកោះនឹងទៅអញ្ចឹងមិនមែនទៅទាំងអាឡាយទេទៅទាំងភ័យទៅនៅទៀតច្បាស់ទៅពួកយក្ខិនីនឹងបឺតយកឈាមខានទេស៊ីសាច់តែអញ្ជក់ឆ្អឹងហើយអញ្ចឹងទៅទាំងភ័យទៅទាំងបញ្ញាប់ទៅទៀតដូចជាព្រះអរហន្តអញ្ចឹងលោកអត់មានទៅចង់នៅជាមួយនឹងខណ្ឌនឹងបណ្ដាទៅទេអាយុសង្ខាររបស់លោកបានបណ្ដាប៉ុណ្ណឹងទៅហ្នឹងហើយអត់មានថាអូសុំបន្តប៉ុណ្ណេះប៉ុណ្ណោះអីទេណាស់តែយើងជាចង់បន្តយូរធ្វើបុណ្យចម្រើនបច្ចុប្បន្នម្ដងគេក៏ធ្វើពេកធ្វើឲ្យខ្លួនឯងចម្រើនបច្ចុប្បន្នឲ្យវែងអាហ្នឹងវាល្អហើយវាមិនមែនជាការតោះខុសអីទេហើយថាអញ្ចឹងទៅថាខ្ញុំចង់បានអាយុវែងដើម្បីធ្វើបុណ្យជឿថាដើម្បីធ្វើបុណ្យអីចឹងទៅប៉ុន្តែមួយទៀតគឺដើម្បីរស់ដើម្បីខ្លួនឯងហ្នឹងវាច្រើនជាងហ្នឹងហើយធ្វើអីក៏ធ្វើទៅប៉ុន្តែចង់និយាយថាសន្តានរបស់ព្រះអរហន្តមិនមែនអញ្ចឹងទេអាយុអស់ថ្ងៃណាថ្ងៃហ្នឹងទៅហ្នឹងថ្ងៃណាថ្ងៃហ្នឹងអត់មានត្រូវភ័យតក់ស្លុតអីទាំងអស់ណាហើយហ្នឹងគឺជាការពិតរបស់បុគ្គលអ្នកដែលបានឃើញភ័យដោយសារតែលោកបានឃើញចិត្តចេតសិករូបនឹងច្បាស់ញាតិញោមហើយនៅក្នុងលំដាប់នៃព្រះអរិយបុគ្គលដែលយើងសិក្សាមកហ្នឹងសុទ្ធតែជាបុគ្គលឃើញភ័យហ្នឹងញាតិញោមសោតាបនបុគ្គលឃើញភ័យក្នុងโลกនេះសកតាគាមានបុគ្គលក៏ឃើញភ័យព្រះអនាគាមានបុគ្គលក៏ឃើញភ័យព្រះអរហន្តរឹងរិតតែឃើញទៀតឃើញកាន់តែច្បាស់មែនទេណានឹងព្រះអរិយបុគ្គលទាំង4ពួកដែលយើងសិក្សាមានព្រះសោតាបនបុគ្គលព្រះសកតាគាមីព្រះអនាគាមីហើយនឹងព្រះអរហន្តទៀតហើយលំដាប់ចែកទៅតាមនឹងទៅតាមព្រះអរិយបុគ្គលមួយហ្នឹងញាតិញោមក៏បានសិក្សាទៅយើងបានរៀននៅក្នុងលំដាប់នៃព្រះអរិយបុគ្គលហ្នឹងបានមួយចំនួនញាតិញោមខ្លះក៏បានស្ដាប់យល់ទៅណាហ្នឹងហើយព្រះសោតាបណ្ណបុគ្គលលះបង់នៅធម៌ប្រមាណញាតិញោមលះបង់នៅសង្យោជនៈកិលេស3មានសកាយទិដ្ឋិវិជកិច្ឆានិងសីលពតបរាមាសៈណាហើយនឹងព្រះសកតាគាមានបុគ្គលលះនៅរាគៈទោសៈមោហៈនឹងឲ្យស្រាលស្ដើងតែមិនលះដាច់ទេ
ណាព្រះអនាគានឹងបានលះនៅទោសៈដាច់ជាសមុច្ឆេទទាំងហើយនឹងកាមរាគៈតែលោភៈអត់តន់លះដាច់ទេកាមរាគៈអង្គក៏គឺជាលោភៈហ្នឹងហើយប៉ុន្តែពាក្យថាលោភៈវាមានន័យទលំទលាជាងកាមរាគៈជាលោភៈដែលប្រព្រឹត្តទៅនៅក្នុងកាមហើយដល់ទៅលោភៈដែលប្រព្រឹត្តទៅនៅក្នុងរូបភពដែលជារូបរាគៈនោះលោកអត់ទាន់បានលះបង់ទេព្រោះហេតុនោះហើយបានជាលោកត្រូវវិលអន្ទោលនៅក្នុងព្រំនោះសម្រាប់នឹងបានព្រះនិព្វានដែលត្រូវរំលត់នៅរូបរាគៈហ្នឹងសម្រាប់នឹងបានភាពជាព្រះអរហន្តដែលលះបង់នៅរូបរាគៈហ្នឹងហើយដល់ព្រះអរហន្តបានលះដាច់ជាសមុច្ឆេទទៅទាំងអស់ទាំងណាហើយលំដាប់នៃការចែកព្រះសោតាបត្តបុគ្គលដោយសង្ខេបមាន3ប្រភេទព្រះសកតាគាមីណាមាន5ប្រភេទព្រះអនាគាមាន5ប្រភេទចឹងទៅហើយនឹងព្រះអរហន្តមាន2ប្រភេទដោយសង្ខេបដែលយើងសិក្សាកន្លងមកហ្នឹងហើយដោយពិស្ដាយចឹងទៅក៏គុណចាស់បានស្ដាប់រួចហើយគឺព្រះសោតាបត្តបុគ្គលមាន24ប្រភេទព្រះសកតាគាមី12ព្រះអនាគា48ព្រះអរហន្ត12បូកចូលគ្នាទាំងអស់ទៅជា96ពួកណាហ្នឹងយើងសិក្សាចប់សពគ្រប់អស់ហើយញាតិញោមក៏រៀនចប់ទាំងអស់គ្នាហ្នឹងហើយតទៅចឹងណាតទៅនៅក្នុងទំព័រទី12ហ្នឹងណាក្នុងទំព័រទី12ញាតិញោមមើលចំណែកចិត្ត121ដួងដោយនៃផ្សេងនៃ14យ៉ាងហ្នឹងតែយើងសិក្សាតន័យទី1ទៅបានហើយពីចិត្តទាំងអស់ព្រោះយើងខានសិក្សាបូកសរុបចិត្តហ្នឹងយូរហើយអញ្ចឹងញាតិញោមអាចបូកសរុបចិត្តហ្នឹងចូលគ្នាម្ដងទៅណាញាតិញោមទាំងអស់គ្នាមើលឃើញទេក្នុងទំព័រទី12ហ្នឹងណាក្នុងទំព័រទី12ចិត្ត121ដួងដោយន័យ14តែយើងសិក្សាអំពីន័យដោយជាតិមួយឲ្យច្បាស់ដើម្បីឲ្យស្គាល់ថាចិត្ត121ដួងហ្នឹងមានស្អីខ្លះណាចិត្ត121ដួងហ្នឹងលោកចែកទៅជាជាតិមានអកុសលជាតិកុសលជាតិវិបាកជាតិនិងកិរិយាជាតិអញ្ចឹងនៅក្នុងចិត្ត121ដួងដែលប្រព្រឹត្តទៅក្នុងន័យដែលជាតិនោះគឺជាអកុសលជាតិមានប្រមាណញាតិញោមមាន12ដួងអកុសល12ញាតិញោមអាចរាប់បានទេបានទាំងអស់គ្នាតែម្ដងណារាប់គោលទៅមានលោភៈ8ទោសៈ2មោហៈ2ហ្នឹងទៅជា12ណាហ្នឹងហើយនឹងក្នុងចិត្តទាំង121ដួងអកុសលជាតិមិនបានហៅថាអកុសលជាតិព្រោះមានជាតិជាអកុសលការកើតឡើងមកហ្នឹងជាអកុសលឲ្យតែកើតឡើងមកជាអកុសលហើយជាតិគឺការកើតចិត្តកើតឡើងមកហ្នឹងហៅថាជាតិណាហៅថាជាតិដែរបើអកុសលហៅថាអកុសលជាតិទៅបើកុសលហៅថាកុសលជាតិទៅបើវិបាកក៏ហៅថាវិបាកជាតិបើកិរិយាហៅថាកិរិយាជាតិអញ្ចឹងក្នុងបណ្ដាជាតិទាំង4មានអកុសលជាតិកុសលជាតិវិបាកជាតិនិងកិរិយាជាតិក្នុងនោះមានអកុសលជាតិ12អកុសលជាតិទេមាន12ហើយកុសលមានប្រមាណណា37
cứ miền ấy khác trong nắng miền ati bài à miền mà ha của sao tầm bay đuống rupa về chợ của sao pram arupa về chợ của sao buôn nâng lô cốt chợ của sao hay lô cốt chợ của sao hay nâng cứ chia cậu sao nâng to tới nâng lư bịa nâng rơi rơi rồi ấy chừng trời bay trai không chết mà rồi mà hay mùi đuông nâng chia ạ của sao nâng đọc phí hay chia của sao nâng sam sắp rầm phớ hay dương đo vì na khá đo vì mà ha của sao bay tư rupa về chợ của sao pram tư arupa về chợ của sao nâng buôn tư hay lô cốt chợ sao nâng hay là đại của sao đây chỉ lô cốt chợ đại pusra nâng ấy bố chỉ môi nâng ạ của sao là chia đập pi chẳng tiệt từ ấy đập pi bố sờ rộp tiền vị bạ tiền kê để ra tới cuộc khơi mà rồi mà phay mùi đuông chẳng chia vị bạ cái chiết há sập pi đuông nâng có miên ạ thì bài thông nâng đai nhận nhóm miền nông nâng hay dừng riêng chưa rư nếu không chặt tiền mùi rồi mà phay mùi đuông nâng thế nào nhận nhóm được ọc ní ai riêng kết thả miền ạ của sao còn má miền cổ sao còn má miền vị bạ còn màn vị bác lúc đã ha sập pì nếu bây giờ nhân nhôm riêng trong riêng áp bị kho mà chết tùm bốn dương trăng mơ mà xa sân chẳng mơ mà xa sân rồi hái dương mà chăm mơ tới dương trong kết thả ạ sao là pì ấy khá dương rồi nập kết rộp đây rộp ấy chẳng tới có khơi thả tập pì ấy cậu sao sam sao from phơi là dương kết mơ tao một đồng bóng dương mơ sự phơi kết trâu á nè là dương ập mơ sự phơi với ập mơ ai cả xa với ta dương tha trâu đã được có nè chạm ọt thành chấn men tha chạm là pel mơ ai cả xa thế pel mơ nó mình hay là chạm ấy bên đấy bây giờ chạm mình tới cứ nhiệt nhau mơ hái bật này kết nè bật này kết dương kết mơ ta dương kết chẳng tới miền thì đây xa xa không quân về áp thom nắng này bảo ông bay trai o bạc lò chẳng rồi đó dương chẹt la thì chẹt la ai kết với chùm nai tê kết được không áp thom nắng có miền phải giàu chứ nhiệt dỗm cha lọ chiêng pe về lia đây tụm nê ọt phải giàu nắng lọ cay lây men tên rồi ai chi bị thế có ai vừa chặt ngọc bàn hay nợ về để dương sắc xa để áp thom nắng chặt ngọc đây tại nhiệt dỗm không prang kết để cha na chân tới cho ai miền chất ngọc từ nửa khả năng phải bảo để giảm thể thô nâng lo nè cả sắc xa thể thô đôi của rộp nâng nè tạm area bỏ để dương ai phư từ bàn xong cu nè dương kết HP nó dương cu riêng bị thô chẳng dương rồi nập mớ ta của sao lại chất nâng miên phần man cổ sao nâng miên phần man không chết mà đây mà phơi mùi tuông bài chay từ chỉ cổ sao miên phần man của sao phần man vị bạ phần man kê gia phần man chắc dân kết tới khơi của sao đọc pi tam để mê riêng nắng ai của sao là pi ai khai rồi nó không nâng tới là ngày khơi lô hẹp from bay tu sạ pi mô hạ pi và tọa mô tiết su thật luôn ấy đó chăm thế lô hẹp mô là chết from bay đuông nắng chăm thế tu sạ mô là chết pi đuông chăm thế mô hạ mô là chết pi đuông nắng là ngày ấy có su luôn ai chẳng tới bữa thà ấp chạm thế có riêng miền ai cái xa ai riêng mình tham tiền chẳng tới đó ai mẹ thà ô to cái lục ru và riêng nâng ỏi sốt mà đo hai ai riêng còn o xa tham ấy ở đây rồi nhiệt nhôm nâng cất luôn ai rằng mơ luôn ai khác không là ngay mẹ thà riêng từ một từ ấp lư và riêng một cào ấy so chẳng có tha ban đấy là mỗi kêu ấp kêu có sao tiết hay sẽ nâng ấp miền sắc xa ấy tồn ai khác tiết riêng ấp chế phân tại khang kêu tại mà giá ấp riêng luôn ai chế ấp đấy nhận nhớ là ngày bà sân chỉ kết thẳng từ riêng thì còn ấp chế sao hay tồn ai ấp răng sao hay mà chăm tâm kêu na mô riêng thế nè na mô riêng có đau là ngày
con cha và riêng cả đói lục cừu na lục bằng riêng cả đói cứ thà ọt che thế và ọt prang luôn ai che cất ai đôi nhom ưu tiên ho thà ọt cất chẳng hết đấy và ọt bàn ai cất chẳng riêng mấy cái ọt che này ọt che thế ai lục cừu na một riêng cả đói ọt che thếนั่นไงđôi chị mình nè để về này dây tha với riêng ông là lê cái sang lê riêng tôi riêng là salad khai ấy này đó che tiền bán kêu năng cái thằng riêng salad đôi từ mặc hai một con $1 có đói vọt trăng luôn ai riêng che thế năng này kêu năng đặt lùm hạt oi vơ đặt mê riêng oi mơ vơ đó tao bên mơ tu tu thì chẳng tao thấy thà tao riêng salad của nó salad khai nó trẻ nè con nhau mất tao riêng nó salad khai nó trẻ tiền mà nó salad khai nó trẻ nè trẻ men tên mà bị cà chia diêm xăm phong đó cầm vị thi bỏ salad con là miên oi nhưng tới bên đấy đây bất sầm lại sầm rùa mó cứ là lơ cà khom bọc luôn ai phong mà riêng ai bị thom chân tao đây nó nhiệt nhổm mấy thằng từ riêng ai bị thom hay che đăng là che hay tình tâm chăm phơi mơ che ngày nào che nó ngày nào che nhiệt nhôm lưu thì sốt thô ở che sốt thô luôn ai từ vọt sân rồi che sốt thô ở riêng đấy nè vọt từ vọt ở riêng này từ du tới chăm mơ phơi ngày nào che sốt thô từ vọt du vậy ngày nào che mấy thô nó men sưu riêng đấy nè xua mới nhiệt nhôm được ọt như để che sâu thô và đăng khoa cần tinh men tên rồi thô cầm na tới chập trăm thô và lây tiết ôm nghỉ chạm tê là ngày nhiệt nhôm trong ron đằng bàn sâu thô và đăng bàn á riêng du ai đằng hãy có bệnh tên che hà lâu đằng tai là che đằng thì không ai mò liê phong thế và ta ai tâm mà riêng là lâu nếp nghỉ riêng bàn đầu tiên đạp hai đạp tiết sâu chỉ môi kê dân tới che phần đăng bàn nâng bị khom đôi kia chân nhiệt nhôm chân che bị khom khla mình che thằng o đấy bị khom lực lên được phải hẳn nonឬក៏លោកណាដែលអាចចាប់កត្រៃ3ដកបានចាប់bị khomបានណាអញ្ចឹងយើងរៀនតាមសមត្ថភាពហើយចេះតែត្រឹមតែចិត្ត121ដួងឲ្យរាប់គ្រប់អញ្ចឹងណារាប់គ្រប់ចិត្ត121ដួងរាប់គោលគ្រប់កាមាវចរៈចិត្ត54រូបាវចរៈចិត្ត15អរូបាវចរៈចិត្ត12លោកតរៈ8ឬ40ហើយបំបាយក្នុងនឹងទៅកាមាវចរៈចិត្ត54នឹងស្អីខ្លះរូបាវចរៈនឹងស្អីខ្លះអរូបាវចរៈនឹងស្អីខ្លះលោកតរៈនឹងស្អីខ្លះនឹងដែលយើងបានរៀនមកហើយនឹងរៀនពីភាសាមកហើយហើយនេះជាការរៀនក្នុងចិត្តនឹងលោកតរៈចិត្តនឹងចុងក្រោយណាចប់ពីចិត្តនឹងហ្នឹងហើយយើងនឹងរៀនតទៅចូលដល់ចេតសិកហើយអត្តន័យនៃចំណែកនៃចិត្ត121ដួងដោយនៃ14នេះគ្រាន់តែចែកឯកសារចែកជូនញាតិញោមទាំងអស់គ្នាឲ្យមើលខ្លួនឯងឲ្យយកទៅគិតទៅហើយបើខ្ញុំសម្ដែងក៏អត់មានអីលើសនឹងដែរដោយអានឲ្យញាតិញោមស្ដាប់អញ្ចឹងហ្នឹងហើយបំបែកអត្តន័យក្នុងហ្នឹងបំបែកអំពីអកុសលកុសលវិបាកកិរិយាដោយភូមិដោយវេទនាដោយអីហ្នឹងគឺមាននៅក្នុងឯកសារហ្នឹងទៅទាំងអស់ញាតិញោមហើយបើឆ្ងល់សំណាសាកសួរចឹងទៅណាហ្នឹងហើយអត្តន័យហ្នឹងមិនមែនអ្នកណាអ្នកបំបែកจะធ្វើបានទេណាសុទ្ធតែព្រះអរហន្តលោកគិតហើយតាមព្រះពុទ្ធដីកាហ្នឹងបានអាចសម្ដែងធ្វើសិភៅនឹងបានដែលធ្វើឯកសារមកបានដូចជាអភិធម្មមត្តសង្ខារអីនេះគឺថាសុទ្ធតែជាលោកអ្នកប្រាជ្ញដែលចាប់អំពីព្រះត្រៃបិដកនិងអត្ថកថារៀបចំនឹងបានដែលឲ្យយើងងាយស្រួលរៀននឹងណាចឹងនៅក្នុងន័យផ្សេងទាំងពីន័យទី1រហូតដល់ន័យទី14ណាញាតិញោមទាំងអស់គ្នា
đạp vì này đại chiết nhôm cả na nhôm bát năng an chạy chùa nhiệt nhôm tầng ọt ní nhiệt nhôm tiền toạt mơ tầng ọt ní đó thế đó Sôm nô mô tình ni này đại chiết chật mà rồi mà phay mùi đuống đai của Phật tửក្នុងnày đại chiết nó cử chia có sao là chia đọc vì đuống bàn đó lô phẹ mù là chết bằng bầy đuống tu xạ mù là chết vì đuống nâng mô hạ mù là chết vì đuống chia cậu sao là chia Sam sắp bằng bì đuống bàn đo mỏ ha cổ sao bằng bầy đuống rupa vệ trở ra cổ sao pram rupa vệ trở ra cổ sao buồn đuống nâng lô cốt ra cổ sao buồn đuống chia vị ba cái chiết ha sắp bì đuống bàn đo hết tất cả cổ sao là vị ba bằng bầy đuống hết tất cả cậu sao vị ba bằng bầy đuống mò ha vị ba bằng bầy đuống rupa vệ trở ra vị ba bằng đuống rupa vệ trở ra vị ba buồn đuống nâng lô cốt ra vị ba mà thầy đuống an toàn đấy nhật nhóm chia kê đi gia chiết mà thầy đuống bàn đo hay tổ cả kê đi gia bầy đuống mò ha kê đi gia pram bầy đuống rupa vệ ra kê đi gia pram đuống rupa vệ ra kê đi gia buồn đuông nắng bàn tới chia nè bàn tới chia kê đi gia nắng mà phay chúng tới dân chăm cô mà phay nắng dân rồi nắc đặt thử rồi nắc ấy khác vì này là phùm chết mà rồi mà phay mùi đuống đai và Phật tửក្នុងnày đại phùm nó cử chia kama vệ trở ra phùm ha sập buồn đuống bàn đó kama vệ trở ra chết đèn ha sập buồn đuống chia rupa vệ trở ra phùm đọc ram đuống bàn đó rupa vệ trở ra chết đèn đọc ram đuống chia rupa vệ trở ra phùm đọc pi đuống bàn đó rupa vệ trở ra chết đang đọc pi đuông chia lô cốt ra phúm sai sập đuông bàn đó lô cốt ra chết đang sai sập đuông nâng bà này đầy phúm bà này dây bị chết bà này dây bị phúm rồi dân đăng thật phúm trâu miên tuyệt hạ ca ma vệ trở ra phúm mà hai bình dây bị chết miên tuyệt há cậu sao lại chiết cậu sao lại chiết bị bạn cái chiết cái là chiết hay bởi đòi phúm miên kama về chả đạ phúm rupa về chả đạ phúm rupa về chả đạ phúm nâng lô có đạ phúm nâng bàn dây bị phúm không chết té mười đó mà thay mùi đuông hai bàn dây bị về từ ni với công miên đấy nông nâng là chết mà rồi mà thay mùi đuông đai của Phật tử không nay đai về từ ni nó cử chia sọc khắc về tình ý mùi đuông người nhé không chết đang mà rồi mà phải mùi đuông miên chết là Phật tử chỉ mùi sọc khắc về tình ý đây mùi đuông thế cứ bàn đó sọc khắc xã hạ cả tạ cai về nhiên mùi đuông chia tốc khắc về tình ý mùi đuông bàn đó tốc khắc xã hạ cả tạ cai về nhiên mùi đuông chia sao mà nó về tình ý học sập pi đuông bàn đó lô phẹ sao mà nó buồn đuống hay tổ cả sao mà nó mùi đuống hạt sẽ tổ ba tẹ mùi đuống mò ha cậu sao mà nó buồn đuống mò ha vị bạn sao mà nó buồn đuống mò ha kê đi ra sao mà nó buồn đuống bạn thom mà chiên đập mùi bạn thom mà chiên đập mùi nứng miền ấy khác miền rupa về chợ của sao muối rupa về chợ bị bạn muối rupa về chợ kê già muối nhưng lâu cọt rạ còn vây năng hay là bắt thom mà chia đập mùi
ấy tụ tự dẹt chiên đập mùi đuống tạ tự dẹt chiên đập mùi đuống chặt to tự chiên đập mùi đuông chia tô mà nó sạc về tình lý pi đuống cứ bàn đó tô sạc mùi là chặt pi đuông chẳng tới nếu khả năng về tình lý này cứ lùm bạn tạch đai nhận nhóm vì sao mà nó trao những cái lùm bạn cất là nhận nhóm dọc từ về những dọc từ cất dùn tích vô đường tộc hạ về tình lý sọc hạ về tình lý dương đang thảm miên để mùi mùi thế khả năng mình chặt đèn mà rồi mà thay mùi đuống miền sọc hạ về tình lý tại mũi cứ cai bình nhiên sọc hạ xà cả tạ cai bình nhiên hay tộc hạ về tình lý có miền tại mùi đá cứ tộc hạ xà cả tạ cai bình nhiên nâng bởi lái sao mà nó miền trán miền nói là hốc sập phi khả năng mình chặt chàng mà rồi mà thay mùi đuông chất lại chia sao mà nó miền đó là hốc sập phi đuông là hay chặt lại chia sao mà nó hay tô mà nó miền tại phi đuông thế cứ tô sạ mùi là chặt phi đuông nó cứ chia tô mà nó sạ về tình lý ở đây chẳng phi đuông tay mà đo cái này ai chiều pay khá có miền trà đấy cứ miền đó là 25 đuông này nó 25 đuông mà đó cam mà bây giờ đầu pay khá 32 đuông nè nâng ai cái xa nâng nhiệt nhôm ai mơ to rồi tiết ban thì mình chăm bài khiêm an ơi đáp của ban đó mơ tới đôi chỉ với ngày chẳng nhiệt nhôm ai mơ được không ăn tình này nó hay ai cái xa nó để chai tới nó nhiệt nhôm miên lộp vô từ mơ ấy khác thế mơ đây hả bà nó ngay phải lọc từ với mơ sầm khăn ao nhiệt nhôm ban chăm từ bị chiết hay đừng phun sân tới bị đường về tình lý ấy nhưng là ăn cách đó là ăn cách hay ai cái xa tầng on nâng trâu bọc bông chia sẻ thơ mê đến bị thua muối chai chun chỉ thua một tiền hay chỉ ai bọc được nông và xa nâng ấy còn đăng đai từ bình đất ra về rồi than tiết tầm đây tục chia mê riêng và ra phút bò thì sao tầng o tục riêng luôn ai tôi cho ban riêng mà đong sạp mà đong nhưng hãy dương mưa lần với chỉ càng nghi tê khoai để mình đây là ban sạp ấy sao nè chân sum phố chết tên mà rồi mà phay mùi đuông nếu không ngày nên dương riêng chọc sọp cột đòi bò đi bồ tai còn đây sâu ạ nô mô tình đi